ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទអាគីរ៉ាថ្ងៃនេះយើងមកតាមដានរឿង Hunter x Hunter បន្តទៀតបន្ទាប់ពីចប់ការប្រឡងដំណាក់កាលទី4ឃើញថាបេក្ខជនដែលនៅសេសសល់អាចបន្តទៅប្រឡងវគ្គផ្ដាច់ព្រាត់បានមានចំនួន9នាក់ហើយសម្រាប់វិញ្ញាសានៃការប្រកួតលោកអ៊ំណេតារ៉ូបានសម្រេចថានឹងឲ្យពួកគេចាប់គោវាយគ្នាមួយទល់មួយលើកនេះមិនមែនជាការប្រកួតស្លាប់រស់ឡើយហើយការប្រកួតលើកនេះចម្លែងតិចអ្នកដែលចាញ់គេត្រូវបន្តប្រកួតទៀតរហូតដល់រកឃើញអ្នកដែលចាញ់ចុងក្រោយគេមានន័យថាការប្រកួតនេះមានអ្នកធ្លាក់ចំនួនតែម្នាក់គត់បន្ទាប់មកចូលដល់ការប្រកួតទី1រវាង Gon ហើយនិងបេក្ខជនម្នាក់ឈ្មោះ Hanzo គ្រាន់តែចាប់ផ្ដើមភ្លាម Gon ត្រូវបាន Hanzo វាយដួលឡើងចិត្តបាក់ឆ្អឹងខ្នងគោលដៅរបស់ Hanzo គឺចង់ឲ្យ Gon សុំចុះចាញ់ប៉ុន្តែដូចជាស្គាល់ Gon តិចពេកហើយទោះបីវាយគាត់យ៉ាងណាក៏គាត់មិនព្រមចុះចាញ់នោះដែរពេលឃើញ Gon ត្រូវគេធ្វើបាបអញ្ចឹង Kurapika និង Leorio ចង់ចូលទៅជួយណាស់ពិសេសគឺ Leorio ប៉ុន្តែពួកគេមិនអាចចូលទៅជួយបានទេដោយសារតែតាមច្បាប់បើសិនជាជួយគេនឹងឲ្យ Gon ធ្លាក់ដោយស្វ័យប្រវត្តិការប្រយុទ្ធនៅពេលនោះ Hanzo ធ្វើដល់ថ្នាក់កាច់បំបាក់ដៃ Gon ថែមទៀតផងធ្វើឲ្យ Kurapika និង Leorio ឃើញហើយមានអារម្មណ៍ថាខឹងយ៉ាងខ្លាំងនៅពេលនោះ Hanzo បានអួតប្រាប់ Gon ថាគាត់គឺជា Ninja Shinobi ហ្វឹកហាត់តាំងពីក្មេងហើយគាត់និយាយបដាគាត់សម្ដែងបដាឲ្យ Gon ឃើញថាគាត់ខ្លាំងប៉ុណ្ណាតែ Gon អត់មានខ្លាចទេក៏ងើបឡើងទាត់ Hanzo មួយជើងចាំកណ្ដាលមុខប្លង់យ៉ាងឆ្ងាយបន្ទាប់ពីបានត្រូវមួយជើងរបស់ Gon ឡើងឈាមច្រមុះហើយ Hanzo ខឹងណាស់គាត់ដកអាវុធសម្ងាត់របស់គាត់មកភ្ជង់ថ្ងាសរបស់ Gon ទោះជាអញ្ចឹងក៏ដោយក៏ Gon នៅតែអត់ព្រមចុះចាញ់ដែរគាត់និយាយថាក្តីស្រមៃរបស់គាត់គឺចង់ធ្វើជា Hunter ដើម្បីស្វែងរកប៉ារបស់គាត់ទោះបីជាត្រូវស្លាប់ក៏គាត់មិនបោះបង់ក្តីស្រមៃរបស់គាត់ជាដាច់ខាតចុងក្រោយដោយសារតែអស់វិធីគំរាម Gon ហើយ Hanzo ក៏សុខចិត្តចុះចាញ់ Gonかといってお前に参ったと言わせる術も思い浮ប៉ុន្តែ Gon បាននិយាយថាគាត់មិនអាចទទួលយកបានទេឈ្នះអញ្ចឹងដូចអត់មានកិត្តិយសសោះស្អីគេអាចចង្រៃឲ្យឈ្នះហើយរកកិត្តិយសទៀតចុងក្រោយដោយសារតែទ្រាំលែងបាន Hanzo ក៏សោយ Gon ម្ដាយឡើងសន្លប់នៅពេលនេះ Gon បានក្លាយទៅជាបុគ្គលទី1ហើយដែលត្រូវបានគេវាយសន្លប់ហើយនៅតែអាចក្លាយទៅជា Hunter បានទៀតក្រោយមកនៅពេលដែល Gon ដឹងខ្លួនវិញគាត់បានឃើញសថុនអង្គុយនៅក្បែរគ្រែរបស់គាត់សថុតបានអបអរសាទរ Gon ដែលបានក្លាយទៅជា Hunter ហើយបានប្រាប់ Gon ថាអ្នកដែលបានធ្លាក់នៅក្នុងការប្រកួតលើកនឹងមានតែម្នាក់គត់គឺ Killuaលឺអញ្ចឹង Gon អត់ចង់ជឿទេហើយសុំឲ្យសថុតប្រាប់រឿងរ៉ាវលម្អិតឲ្យគាត់ស្ដាប់សថុតប្រាប់ថាបន្ទាប់ពី Gon ស្លាប់បាត់ទៅគូប្រកួតបន្តទៀតគឺរវាង Kurapika ជាមួយនឹង Hisoka ក្រោយមកមិនដឹងថា Hisoka ខ្សឹបប្រាប់អីទៅកាន់ Kurapika ទេរួចហើយគាត់ក៏សុំចុះចាញ់មានន័យថា Kurapika ជាអ្នកឈ្នះគូទី3គឺ Hanzo បែរជាមួយនឹងបេក្ខជនម្នាក់ឈ្មោះ Pokhol នឹងមិនសូវជាខ្លាំងមិនម៉ានទេក្រោយពេលត្រូវបាន Hanzo ធ្វើទារុណកម្មតិចក៏សុំចុះចាញ់បាត់គូទី4គឺរវាង Hisoka ហើយនិងបេក្ខជនម្នាក់ឈ្មោះ Bodoro ការប្រកួតនៅពេលហ្នឹង Bodoro ពិតជាសួរណាស់អត់ព្រមចុះចាញ់ Hisoka ទេប៉ុន្តែក្រោយពេល Hisoka ខ្សឹបរឿងអីម្យ៉ាងប្រាប់គាត់ក៏ព្រមចុះចាញ់គូទី5រវាង Pokhol ហើយនិង Killua នៅពេលហ្នឹង Killua បានសុំចុះចាញ់អត់ព្រមប្រយុទ្ធទេដោយសារតែគាត់យល់ថា Pokhol ខ្សោយពេកអត់ស័ក្តិសមជាមួយគាត់ឡើយគូទី1គឺ Killua បែរជាមួយនឹងបេក្ខជនម្នាក់ដែលមានបញ្ចូលពេញមុខនៅពេលហ្នឹង Killua ហាក់បីដូចជាភ័យខ្លាចយ៉ាងខ្លាំងពេលដឹងថាតាមពិតបេក្ខជនម្នាក់ហ្នឹងគឺជាបងធំរបស់គាត់ឈ្មោះ Illumi តាំងពីណាពីណីមកដែលឃើញ Killua ភ័យដល់ថ្នាក់ហ្នឹងទេនៅពេលហ្នឹង Illumi បាននិយាយច្រើនជាមួយនឹង Killua ប៉ុន្តែសរុបមកគឺគាត់និយាយថា Killua មិនស័ក្តិសមធ្វើជា Hunter ទេអនាគតរបស់ Killua គឺធ្វើជាឃាតករប៉ុន្តែ Killua បានប្រឆាំងគាត់ថាអត់ចង់ធ្វើជាឃាតករទេគាត់ចង់រស់នៅដូចជាមនុស្សធម្មតាមានមិត្តភក្តិពេលនេះគាត់មានមិត្តភក្តិម្នាក់ហើយគឺ Gon ពេលឮអញ្ចឹង Illumi ក៏និយាយថាគាត់នឹងសម្លាប់ Gon ចោលហើយដោយសារតែខ្លាច Illumi សម្លាប់ Gon មែន Killua ក៏សុំចុះចាញ់ពេលហ្នឹង Illumi បានឆ្លៀតទឹកខ្សឹបប្រាប់ Killua ថា Killua នឹងមិនអាចមានមិត្តភក្តិបានទេដោយសារតែអនាគតគាត់នឹងក្លាយទៅជាឃាតករគូប្រកួតបន្តទៀតរវាង Leorio និង Bodoro ប៉ុន្តែមិនដឹងថា Killua ឈួតស្អីទេក៏ទៅសម្លាប់ Bodoro ចោលហើយបើតាមច្បាប់ការប្រកួតនៅពេលនេះអ្នកដែលសម្លាប់គេនឹងធ្លាក់ដោយស្វ័យប្រវត្តិមានន័យថាអ្នកដែលនៅសេសសល់ទាំងប៉ុន្មានមិនបាច់ប្រកួតទៀតទេគឺជាប់ជា Hunter ទាំងអស់គ្នាបន្ទាប់ពីដឹងរឿងហើយ Gon ក៏បញ្ញាប់ធ្វើដំណើរទៅរក Killua ហើយដោយសារតែរកអត់ឃើញ Killua Gon ក៏ទៅចាប់ដៃ Illumi យ៉ាងណែនហើយទាមទារឲ្យ Illumi ជូនគាត់ទៅរក Killuaនៅពេលហ្នឹងបានលោកអ៊ំណេតារ៉ូជួយគាត់ព្រោះគាត់ក៏កំពុងតែកាត់ក្តីរឿង Killua នឹងផងដែរនៅពេលហ្នឹង Kurapika បានចោទ Illumi ថាបានប្រើមន្តអាគមសណ្ដំឲ្យ Killua ទៅបានជា Killua សម្រាប់គេដោយអត់ដឹងអីអញ្ចឹងទោះជាយ៉ាងណារឿងនឹងអត់មានផុសតាងទេអញ្ចឹងហើយលោកអ៊ំណេតារ៉ូក៏សម្រេចឲ្យ Killua ចាញ់ប៉ុន្តែឆ្នាំក្រោយ Killua អាចមានសិទ្ធិចូលរួមការប្រកួតម្ដងទៀតសរុបទៅការប្រកួតជ្រើសរើស Hunter នៅឆ្នាំនេះជាប់បាន Hunter ចំនួន7នាក់ហើយម្នាក់ៗទទួលបានកាត license ពិសេសមួយដែលអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅកាន់តំបន់ហាមឃាត់នានាទូទាំងពិភពលោកចំនួន 75% ហើយការស្នាក់នៅហូបចុកនិងសេវាកម្មនានាគឺ free ទាំងអស់បើសិនជាពួកគេចង់លក់កាត license ហ្នឹងក៏បានដែរនឹងទទួលបានលុយចាយ5ជាតិទៀតមិនអស់ផងបន្ទាប់មកពេលការប្រជុំចប់ Gon នៅតែទៅតាមសួរ Illumi ចង់ដឹងថា Killua ពេលនេះនៅណាហើយដោយសារតែសាមជាមួយ Gon ពេក Illumi ក៏ឆ្លើយថា Killua ប្រហែលជាទៅផ្ទះដែលមានទីតាំងនៅភ្នំមួយឈ្មោះ Kokoro បន្ទាប់មកនៅពេលដែល Gon ចេញទៅបាត Hisoka បានទៅជួប Illumi
ហើយហាមអ៊ីលូមីមិនឲ្យធ្វើអីកននោះទេបើតាមសម្ដីហ៊ីសូកាគាត់ចង់ទុកកនប្រយុទ្ធជាមួយនឹងគាត់នៅថ្ងៃក្រោយហើយសាច់រឿងភាគទី7ក៏សូមចាប់ត្រឹមប៉ុណ្ណេះសិនអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាចូលចិត្តកុំភ្លេចជួយចុច like និង comment ថាល្អមើលម្នាក់មួយហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍បាយបាយ